បងប្អូនទាំងអស់គ្នាជឿទេថាមនុស្សយើងណាចាបែកបាក់គ្នាឆ្លោះគ្នាអត់ត្រូវគ្នាអត់ជឿចិត្តគ្នាក៏ព្រោះអីគេបងប្អូនឆ្លើយសំណួរនេះបន្តិចមើលបងប្អូនទាំងអស់គ្នាឆ្លងកាត់តាមបទពិសោធន៍ជីវិតចាមនុស្សយើងគឺមានសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងរៀងខ្លួនហើយមនុស្សយើងណាបងប្អូនទាំងអស់គ្នាគឺតែងតែប្រាថ្នាចង់ឲ្យខ្លួនឯងខ្ពង់ខ្ពស់ចង់ឲ្យខ្លួនឯងល្អអស្ចារ្យចង់ឲ្យខ្លួនឯងនឹងមានអ្វីដែលខ្លួនប្រាថ្នាអញ្ចឹងដើម្បីទទួលបានចាភាពអស្ចារ្យទាំងនោះចូលមកក្នុងជីវិតបងប្អូនទាំងអស់គ្នាយើងចាំបាច់ត្រូវតែចេះបង្កើតតំណែងតំណងរវាងគ្នាទៅវិញទៅមកអញ្ចឹងថ្ងៃនេះខ្ញុំនឹងជំរាបជូនបងប្អូនទាំងអស់គ្នាថាតើខ្ញុំអនុវត្តធ្វើបែបណាទៅធ្វើឲ្យតំណែងតំណងរវាងខ្ញុំហើយនឹងមនុស្សជុំវិញខ្លួនរបស់ខ្ញុំហ្នឹងគឺមានតំណែងតំណងល្អហើយយើងនិយាយគ្នាយើងសួរគ្នាយើងយកចិត្តទុកដាក់ជាមួយគ្នាពេញទៅដោយគេហៅថាក្តីសុខនិងសុភមង្គលនិយាយទៅគឺអត់ដែលប៉ះពាល់អារម្មណ៍គ្នាទៅវិញទៅមកឯងចឹងថ្ងៃហ្នឹងគឺខ្ញុំចែកមួយចំណុចដែលអាចធ្វើឲ្យបងប្អូនទាំងអស់គ្នាអាចមានឱកាសក្នុងការបង្កើតតំណែងតំណងល្អជាមួយមនុស្សជុំវិញខ្លួនមិនថាតំណែងតំណងហ្នឹងជាមួយខ្លួនឯងជាមួយមិត្តភ័ក្តិរួមការងារជាមួយកូនជាមួយស្វាមីឬក៏ជាមួយមនុស្សជុំវិញខ្លួនឯងអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវតែចាត់ទុកមនុស្សគ្រប់គ្នាទាំងអស់ឲ្យคล้ายជាមនុស្សដែលអស្ចារ្យបំផុតឬក៏គោរពពួកគេឲ្យតម្លៃពួកគេជាមនុស្សបែប VIP ជាមនុស្សសំខាន់បំផុតបងប្អូនទាំងអស់គ្នាអញ្ចឹងលក្ខណៈនៃការតំណែងតំណងហើយចាត់ទុកមនុស្សជុំវិញខ្លួនជាលក្ខណៈសំខាន់បំផុតបែបម៉េចបងប្អូនទាំងអស់គ្នាមនុស្សយើងចង់បានតម្លៃចាស់របស់ខ្លួនឯងខ្លាំងណាស់អញ្ចឹងនៅពេលដែលយើងមានតំណែងតំណងយើងប្រស្រ័យតាក់ទងជាមួយនរណាម្នាក់បើសិនជាគេចាស់ផ្ដល់តម្លៃឬក៏ឲ្យតម្លៃទាំងអស់ហ្នឹងមកយើងខ្លាំងសួរថាសម្រាប់ចិត្តបងប្អូនបងប្អូនមានអារម្មណ៍ម៉េចមានន័យថាមានក្តីសុខខ្លួនឯងនឹងសំខាន់ខ្លួនឯងនឹងអស្ចារ្យខ្លួនឯងនឹងប្រកែកជាងគេត្រូវអត់អញ្ចឹងដើម្បីឲ្យចាអ្នកដតីគេចាត់ទុកខ្លួនគេគឺជាមនុស្សអស្ចារ្យសម្រួលដល់ផ្លូវអារម្មណ៍សម្រួលដល់ការតំណែងតំណងកាន់តែពិសេសអញ្ចឹងយើងក៏ត្រូវតែចេះឲ្យតម្លៃទៅមនុស្សដតីឬក៏អ្នកដតីឲ្យដូចអ្វីដែលយើងបានប្រព្រឹត្តធ្វើដែរអញ្ចឹងកុំភ្លេចថាយើងចង់បានសុខគេក៏ចង់បានសុខយើងចង់បានភាពអស្ចារ្យគេក៏ចង់បានភាពអស្ចារ្យដែរអញ្ចឹងការបង្កើតតំណែងតំណងដោយឲ្យចាក្តីសំខាន់បំផុតទៅកាន់មនុស្សដែលយើងកំពុងតែប្រស្រ័យតាក់ទងនេះគឺពិតជាសំខាន់ខ្លាំងក្នុងនាមយើងជាមនុស្សចំណុចមួយទៀតបងប្អូនទាំងអស់គ្នាបងប្អូនដែលសង្កេតឃើញហើយនៅគ្រប់ចាទីផ្សារលក់ដូរកន្លែងណាក៏ដោយឲ្យតែជាប្រភេទអាជីវកម្មដែលយើងអាចមានការតំណែងតំណងជាមួយអតិថិជនក្នុងនាមយើងជាអ្នកលក់ក៏ដោយជាអ្នកបម្រើសេវាកម្មក៏ដោយជាអ្នកធ្វើអីក៏ដោយឲ្យតែជាអ្នកផ្គត់ផ្គង់ដល់អតិថិជនអញ្ចឹងយើងតែងតែចាត់ទុកខ្លួនឯងថាអតិថិជនរបស់យើងគឺជាស្ដេចពីព្រោះអីអតិថិជនរបស់យើងគឺសំខាន់គាត់ផ្ដល់គ្រប់យ៉ាងឲ្យយើងអញ្ចឹងយើងជាអ្នកដោះស្រាយបញ្ហាឲ្យគាត់ត្រូវតែប្រកាសថាគ្រប់បញ្ហាដែលគាត់ចង់បានជំនួយចង់បានការដោះស្រាយចង់បានការសម្របសម្រួលពីយើងត្រូវតែដោះឲ្យគាត់យើងត្រូវតែធ្វើឲ្យគាត់យើងត្រូវតែធ្វើឲ្យគាត់នឹងចាត់ទុកថាអូយើងពិតជាយកចិត្តទុកដាក់ចំពោះគាត់ពិតជាមនុស្សសំខាន់ខ្លាំងសម្រាប់យើងសម្រាប់ក្រុមហ៊ុនយើងសម្រាប់ស្ថាប័នយើងអញ្ចឹងចំណុចនេះគឺបេះហើយវាអាចជួយឲ្យតំណែងតំណងរវាងយើងនិងអតិថិជនយើងក៏មានលក្ខណៈល្អប្រសើរដែរអតិថិជនយើងអាចមានជាបុគ្គលិកយើងជាមនុស្សរួមការងារយើងឬក៏មនុស្សណាក៏ដោយឲ្យតែចានៅជុំវិញយើងឲ្យតែគាត់មានការប្រស្រ័យតាក់ទងជាមួយយើងគាត់គឺជាអតិថិជនយើងទាំងអស់អូខេណាអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវហ៊ានចាត់ទុកមនុស្សជុំវិញខ្លួនជាមនុស្សដែលសំខាន់បែប VIP តែម្ដងអូខេចឹងវីដេអូនេះខ្លីខ្លឹមជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាព្យាយាមចាអនុវត្តសម្របសម្រួលចិត្តរបស់ខ្លួនឯងឲ្យកាន់តែមានលក្ខណៈល្អប្រសើរចំពោះខ្លួនឯងក៏ដូចជាមនុស្សជុំវិញខ្លួនអូខេវីដេអូនេះជូនបងប្អូនទាំងអស់គ្នាប៉ុណ្ណឹង Love you